សត្វកណ្ដូលគឺជារឿងនិទានប្រពៃណីខ្មែរដែលមានអត្ថន័យសាស្ត្រនិងសំណើចបន្តិចបន្តួចខាងក្រោមគឺជាការសង្ខេបរឿងសត្វកណ្ដូលម្ដងមួយមានសត្វកណ្ដូលមួយក្បាលមានគំនិតថាខ្លួនឯងឆ្លាតឆ្លងកាត់ព្រៃភ្នំបំផុតគ្រប់ទីកន្លែងដើម្បីស្វែងរកអាហារវាមិនចង់ធ្វើការលំបាកទេគិតតែរកវិធីបន្លំសត្វផ្សេងឲ្យផ្ដល់អាហារឲ្យខ្លួនថ្ងៃមួយវាបានជួបសត្វខ្លាឃ្មុំកណ្ដូលបាននិយាយថាពងខ្លាឃ្មុំខ្ញុំជាស្វាយទេសអ្នកត្រូវគោរពខ្ញុំហើយយកអាហារមកឲ្យខ្ញុំសត្វខ្លាឃ្មុំក៏អៀនប្រហើរមិនច្បាស់ចិត្តទេតែស្រឡះស្រឡឹបនិយាយថាបើអ្នកជាស្វាយទេសពិតសូមបង្ហាញអំណាចឲ្យឃើញម្ដងសត្វកណ្ដូលគ្មានអំណាចពិតទេប៉ុន្តែឆ្លាតវៃធ្វើបង្ហាញពាក្យល្បីឬប្រើបច្ចេកទេសបង្ខំឲ្យសត្វផ្សេងជឿចុងក្រោយសត្វផ្សេងស្គាល់ការបោកបញ្ឆោតនៃសត្វកណ្ដូលហើយបានជិះទោសវាមិនទទួលស្គាល់វាជាស្វាយទេសទៀតទេអត្ថន័យនៃរឿងការបោកបញ្ឆោតមិនអាចប្រើបានយូរទេការឆ្លាតវៃតែគ្មានគុណសម្បត្តិពិតប្រាកដនឹងធ្វើឲ្យខ្លួនឯងជាប់គុកការស្មោះត្រង់និងការខិតខំធ្វើការជាអ្វីសំខាន់ជាងការស្វែងរកផ្លូវខ្លីបើអ្នកចង់ឲ្យខ្ញុំសរសេរជារឿងពេញឬបកប្រែជាភាសាអង់គ្លេសអាចប្រាប់ខ្ញុំបាន